បើក្បាលវីដេអូមកគឺយើងកំពុងតែធ្វើដំណើរមកដល់រលានយន្តហោះពោចន្ទងចាស់ឆ្នាំមុនថ្ងៃនេះពេលនេះម៉ោងនេះគឺកំពុងតែធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបប្រទេសបារាំងអាល្លឺម៉ង់អូទ្រីសនិងប្រទេសស្វីសស្វាគមន៍អ្នកទាំងគ្នាមកកាន់ប្លុកតាំងពីឆ្នាំទៅទឹមតែមានពេលកាត់នៅពេលនេះជាដំបូងយើងយកបាលីទៅផ្ញើបាននៅកន្លែងកាសៀហ្នឹងអ្នកទាំងគ្នាហើយយើងក៏បានឆែកចូលមកដល់កន្លែង gate ដែលយើងត្រូវហោះហើរទៅកាន់ទីក្រុងកូឡាឡាំពួរនៅប្រទេសម៉ាឡេស៊ីបាទយើងធ្វើដំណើរជាមួយនឹងមិត្តភ័ក្តិយើងទាំងអស់គ្នាបាទឆែក passport ឆែកអីដើម្បីចូលទៅកាន់បាទកៅអីបាទលេខកៅអីលេខរៀងនៅលើយន្តហោះអ្នកទាំងគ្នាបាទហើយយើងក៏ចាប់ផ្ដើមធ្វើដំណើរបាទហើយបាទខ្ញុំដំបូងចូលមកខ្ញុំអត់មានគិតអីច្រើនទេខ្ញុំទៅ review បន្ទប់ទឹកមួយសិនអ្នកទាំងគ្នាបាទនេះបន្ទប់ទឹកនៅលើយន្តហោះបងប្អូនណាដែលជាយន្តហោះអាចចូលមកបានបាទយើងធ្វើដំណើរមកទៅទូមកបាទគេថាខាងអ្នកបម្រើយន្តហោះហ្នឹងបាទគាត់លើកអាហារសម្រន់ឲ្យយើងបាទហូបចូលមួយឈាមួយអញ្ចឹងទៅអ្នកទាំងគ្នាបាទមកដល់កូឡាឡាំពួរហ្នឹងអ្នកទាំងគ្នាចូលម៉ោង 2:10 យប់ហ្នឹងអ្នកទាំងគ្នាបាទហើយយើងរងចាំបាទទៅចូលរងចាំមកទូធំអ្នកទាំងគ្នារងចាំការធ្វើដំណើរបន្តបាទយើងជិះឡានបន្តទៀតអ្នកទាំងគ្នាបាទយើងជិះឡានបន្តដើម្បីទៅកាន់ gate ជើងអស់ហើរបាទឆ្ពោះទៅកាន់ទីក្រុងឌូបៃអ្នកទាំងគ្នាបាទនេះចូលមកយន្តហោះសារនេះបាទយន្តហោះធំមែនតើអ្នកទាំងគ្នាហើយបាទចូលមកដល់មានអីទេដាក់អាហារតម្រន់ទៀតទេបាទហោះមកទៅទូអញ្ចឹងទៅបាទគោព្រឹកឡើងនៅបាទនៅឌូបៃតែម្ដងអ្នកទាំងគ្នាបាទនេះក៏ចុះពីលើយន្តហោះបាទដើរទៅកាន់នៅក្នុងពលានយន្តហោះទៀតអ្នកទាំងគ្នាបាទដើរចូលឡើងបាទយើងដល់ម៉ោងយើងលុបមុខដល់ទៅវិញហើយអ្នកទាំងគ្នាបាទមិនតន់បានមួយទឹកទេបាទមកយកតួភ្លឺហើយបាទធៀមជើងអស់ហើរទៀតអ្នកទាំងគ្នាអស់ហើរបន្តពីឌូបៃហ្នឹងបាទដើម្បីឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់អ្នកទាំងគ្នាបាទនិយាយទៅຂະຫນាតយន្តហោះធំហ្មងអ្នកទាំងគ្នាហើយនេះបាទសំណាងល្អដែរបាទខ្ញុំអង្គុយជាប់ប្រួយរហូតបាទហោះមកទៅមកបាទយើងហោះហើរពីឌូបៃទៅអ្នកទាំងនេះទេសភាពបាទមើលពីលើទៅបាទឌូបៃបាទស្អាតមែនតើអ្នកទាំងគ្នាបាទហោះមកទៅបាទដេកលក់ហើយបាទមួយផ្លែទៅដល់ប្រទេសអាល្លឺម៉ង់អ្នកទាំងគ្នាបាទក្នុងវីដេអូលឿនទេបាទចាក់ដៃហោះយូរមែនតើអ្នកទាំងគ្នាហើយបាទមានបានដេកពួនទេដេកមានដេកលើយន្តហោះហ្នឹងហើយយន្តហោះ2ថ្ងៃហ្នឹងអ្នកទាំងគ្នាអើយបាទចាប់ដើមដំបូងមកបាទយើងចូលប្រទេសអាល្លឺម៉ង់នេះបាទយើងមកមើលបឹងបាទបឹងនេះគឺជាកន្លែងដែលគេចាក់សោឲ្យបោះកូនសោចូលទៅក្នុងបឹងបាទនេះគូស្នេហាយើងស្បត់ស្បាយគ្នាគប់សោចោលចឹងអ្នកទាំងគ្នាបាទហើយនេះគឺជាអាគារ Mozart បាទគឺជាអ្នកនិពន្ធបទភ្លេងទី1បាទបង្កើតបទភ្លេងបានណាបាទ Mozart នេះបាទអ្នកទាំងគ្នាហើយអានេះគឺជាផ្នែកមួយបាទនៃប្រទេសអាល្លឺម៉ង់អ្នកទាំងគ្នាចាត់ទុកថាដូចជាផ្សារមួយដែរអញ្ចឹងបាទមើល brand គេដាក់លក់តាមហ្នឹងបាទចម្លៃនេះអ្នកសុំទានបាទគាត់ចំតិតក្តិតអញ្ចឹងបាទហាភ្លៀងហាខ្យល់អីទៅបាទហ្នឹងមិនមែនហើយមកដល់នេះយើងក៏បានសម្រាប់អ្នកទាំងគ្នាហើយក៏បានក្រោកព្រលឹមឡើងមកទៀតធ្វើដំណើរឆ្ពោះបន្តទៅបាទនេះទេសភាពស្អាតមែនតើអ្នកទាំងគ្នាភាគច្រើនខ្ញុំបដោតលើទេសភាពមកនេះមកអូទ្រីសអ្នកទាំងគ្នាចេញពីអាល្លឺម៉ង់មកពេលព្រឹកហ្នឹងបាទយើងជិះទៅមកកាន់បឹងមួយបាទបឹងនេះល្បីអ្នកទាំងគ្នាបាទហើយមានឆ្លងកាត់ភ្នំដែរអ្នកទាំងគ្នានេះផ្លូវក្រុងភ្នំហើយចិត្តមកដល់បឹងហើយអ្នកទាំងគ្នាបាទមានអារម្មណ៍ស្រស់ស្រាយពេលនេះបាទហើយយើងក៏មើលបឹងទៅបាទផ្ទះពីច្រើនគាត់ធ្វើនៅលើបឹងហើយជំរាមួយភ្នំមានទឹកហូរពីលើភ្នំមកដោយសារតែភ្នំនៅខាងលើហ្នឹងគឺជាការរលាយនៃទឹកកកអ្នកទាំងនេះកកនៅលើភ្នំហ្នឹងបាទធ្លាក់ហូរចុះមកខាងក្រោមហ្នឹងជួបមកកាន់បឹងហ្នឹងបាទពួកបឹងហ្នឹងស្រស់ស្អាតបាទអញ្ចឹងយើងក៏ដើរលេងនៅបឹងហ្នឹងមកទៅហើយបាទក៏ហៀវឯអ្នកទាំងនេះបាទបាយនេះបាយនៅស្រុកគេដឹងមិនទេមានអារម្មណ៍ថាដូចស្ងោអញ្ចឹងអ្នកទាំងនេះអត់រីកអត់អីដូចពងក្រងតែម្ដងបាទហើយយើងក៏សាកអាហារអឺរ៉ុបបាទខ្ញុំគិតថាឆ្ងាញ់មួយយ៉ាងដែរអ្នកទាំងនេះបាទដោយសារយើងអត់មានអីបាទហូបហើយក៏ឈឺពោះបាទឈឺពោះនេះបាទចូលបន្ទប់ទឹកតើមានវីសាកាតទៀតអ្នកទាំងនេះបាទតើមានវីសាកាតបាទដាក់ចូលបានអ្នកទាំងនេះដើម្បីកាត់លុយចូលបន្ទប់ទឹកបានបាទហើយយើងធ្វើដំណើរបន្តមកកាន់បាទប្រទេសអាល្លឺម៉ង់វិញអ្នកទាំងនេះបាទចូលមកសម្រាប់នៅអាល្លឺម៉ង់វិញបាទនេះបាទមកដល់កន្លែងអាគារបុរាណវ័យចំណាស់មួយដែលមេតបពីដើមមកគេធ្វើបាទដើម្បីជាទីស្នាក់ការគេអញ្ចឹងបាទក៏ចូលដល់ផ្សារទំនើបអញ្ចឹងទៅបាទមេក៏ចូលផ្សារទំនើបបាទហើយក៏ឈៀងចូលទៅលេងក្រុមហ៊ុន Apple ផ្លែទៅមើលផលិតផលថ្មីអញ្ចឹងអ្នកទាំងនេះបាទកន្លែងនេះគេឲ្យថតទេបាទខ្ញុំដូចថតផាត់ភីងគេមកស្ដីឲ្យដែរអ្នកទាំងនេះបាទដើរលេងអស់កម្លាំងពេកទិញឈើទីញ៉ាំមួយផ្លែពីរផ្លែបាទគយគុណមើលប្រាសាទដែលស្រស់ស្អាតបាទគឺថាស្អាតតែដូចរបៀបកណូអញ្ចឹងអ្នកទាំងនេះប្រាសាទនេះបាទហើយហូបទៀតឯងមានអត់ទេបាទហូបទៀតមែនតើបាទយើងក៏ check in មួយបន្ទប់ពេលព្រលឹមឡើងក៏ក្រោកហាត់ប្រាណអញ្ចឹងទៅអ្នកទាំងគ្នាបាទនេះគាត់រត់ទាត់មេឈើបាទហើយក៏ធ្វើដំណើរបន្តទៅកាន់បាទកន្លែងប្រាសាទអ្នកទាំងនេះប្រាសាទកងានអ្នកទាំងនេះបាទកាហ្វេមួយសិនចឹងទៅបាទហើយកន្លែងនេះគឺជាស្ពានឆ្លងពីភ្នំមួយទៅភ្នំមួយបាទគឺ
tôi tập chúa khang khó các bạn con lấy nữa và hai chia 300 mét bạnคือทางบัวเหมือนกันให้ทีนี้คือchia ปราสาทบาปราสาทแต่ก็สร้างช่องដើម្បីគាត់មកដាក់នៅយកទេសភាពនៅលើភ្នំនេះបាទហើយគ្នាមើលទៅនៅខាងក្រោយនេះគឺនឹងបាំងមានបាទទេសភាពវាសស្អាតមែនទេអូខេអរគុណអូខេបន្ទាប់ពីគាត់សុភាពមកសទុះមកបាទយើងធ្វើដំណើរមកក្រោមវិញអ្នកនរគ្នាបានធ្វើដំណើរទៀតហើយអ្នកនរគ្នាហើយពីច្រើនស្អាតទេសភាពនៅតាមបាទធ្វើតាមចលងភ្នំមួយទៅមានផ្លូវមានភ្លើងនិយាយទៅបាទឋានសួគ៌នៅលើដីបាទប្រទេសស្វីសហ្នឹងហើយអ្នកនរគ្នាស្អាតមែនតែនមកនិយាយបើយើងថតអញ្ចឹងទៅយើងគិតថាវាធម្មតាតែបើយើងទៅដល់ផ្ទាល់មិនដឹងថាញាក់សាច់អ្នកនរគ្នាហើយធ្វើដំណើរទៅឆ្លងកាត់ភូមិភ្នំមួយអីទៀតហើយធ្វើដំណើរបន្តទៀតអ្នកនរគ្នាបាទអ្នកនរគ្នាមើលទៅបាទទេសភាពដ៏ស្អាតហើយផ្ទះដូចកណូអញ្ចឹងពីមួយជាន់ទៅមួយជាន់ហើយនៅខាងក្រោយហ្នឹងបាទភ្នំបាំងពពកហើយបន្ទាប់ពីក្រោយពពកហ្នឹងបាទមានតកកទៀតអញ្ចឹងគាត់ថាបើយើងសម័យទៅអែមែនតើអ្នកនរគ្នាហើយបាទធ្វើដំណើរមកសទុះមកបាទយើងក៏មកហូបអាហារទៀតហើយអ្នកនរគ្នាហើយបាទនេះអាហារថ្ងៃត្រង់អ្នកនរគ្នាបាទជុំគ្នាអញ្ចឹងទៀតហើយនិយាយទៅបាទអ្នកគ្នាខ្ញុំហ្នឹងបាទហូបច្រើនដែរអ្នកនរគ្នាបាទបាទហើយចម្លែករឿងមួយទៀតបាទនេះក្រាសាំងគេបាទអត់មានម្ចាស់អ្នកចាក់ទេបាទគឺយើងចាក់ខ្លួនឯងហើយបងលុយតាមហ្នឹងអ្នកនរគ្នាបាទហើយយើងក៏ជិះបន្តដំណើរមកមុខទៀតហើយអ្នកនរគ្នាយប់ល្មមមកចូលកន្លែងគេងបាទចូលកន្លែងគេងគឺចូលផាប់ទីអ្នកនរគ្នាផាប់នៅស្វីសអ្នកនរគ្នាបាទពីច្រើនគេអត់ច្រៀងទេគេលេងតែហ្គីតាគេអីចឹងអ្នកនរគ្នាបន្ទាប់ពីចូលផាប់ហើយយើងចូលដេកព្រលឹមឡើងយើងក៏ហាត់ប្រាណធម្មតាអ្នកនរគ្នាហើយបាទនេះស្រស់ស្រាយមែនតែនបាទនៅស្វីសតែជាក់ខ្លាំងណាស់អ្នកនរគ្នាពេលហ្នឹងបាទខ្ញុំអត់អាចប្រាណ3នាក់មិត្តភក្តិខ្ញុំដែរបាទមើលតាមអូអ្នកនរគ្នានេះអូបន្លាយក្រោយផ្ទះអ្នកនរគ្នាប៉ុន្តែមកថ្លាយងស្អាតមែនតែនខាងក្រោយនេះស្រាប់ភ្នំតកកអ្នកនរគ្នាបាទហើយក៏យើងហោះត្រាយអាហារពេលព្រឹកចឹងទៅបាទធ្វើដំណើរបន្តទៀតអ្នកនរគ្នាបាទនេះយើងធ្វើដំណើរទៅកាន់បាទភ្នំតកកបាទភ្នំតកកដែលខ្ពស់ជាងគេបាទហើយមើលទេសភាពតាមផ្លូវអ្នកនរគ្នាញាក់សាច់ហ្មងស្អាតណាស់ផ្ទះបាទពីមួយកង់ទៅមួយកង់ហើយក្រោយកំពូលភ្នំហ្នឹងបាំងពពកហើយក្រោយពពកលើពពកទៀតហ្នឹងបាទភ្នំតកកបាទនិយាយថាស្អាតមែនតើបាទមិនសរសើរមិនបានអ្នកនរគ្នានេះឃើញអត់ទេសភាពអូខេមើលបើយើងឧទាហរណ៍ថាយើងនៅហ្នឹងនៅសុបាយបាត់ណាអ្នកនរគ្នាបាទអូខេសួស្តីអ្នកនរគ្នាបាទថ្ងៃនេះបាទព្រឹកនេះដែរបាទខ្ញុំមកដល់គេថាជិតភ្នំតកកនៃប្រទេសស្វីសយើងហើយបាទអញ្ចឹងតិចទៀតខ្ញុំនឹងឡើងរត់ទៅលើដើម្បីថតផ្ដិតយកទេសភាពនៅខាងជើងភ្នំដូចជាអីអ្នកនរគ្នាឃើញទេបាទខាងនេះបាទភ្នំតកកនៃប្រទេសស្វីសយើងហើយនេះខាងនេះបាទគឺជាស្ថានីយ៍ដែលយើងឡើងត្រូវឡើងនេះឡើងបាទឥឡូវយើងឡើងចាប់ដើមឡើងអ្នកនរគ្នាបាទចាំមើលបងប្អូនខ្ញុំប្រឌិតឲ្យអ្នកនរគ្នាមើលបាទទេសភាពបាទនេះយើងពីលើទៅធ្វើការដើរទៅខ្លះជិះខ្លះបាទនេះបាទកតោដែលយើងជិះឡើងទៅបាទជិះឡើងទៅបន្តចឹងអ្នកនរគ្នាហើយចាំមើលទេសភាពបាទអានេះក្រោគោគេទេអ្នកនរគ្នាក្រោគោបាទហើយយើងឡើងមកដល់កំពូលភ្នំបណ្ដាហើយអ្នកនរគ្នាបាទអ្នកនរគ្នាមើលទៅទេសភាពបាទថាមិញទេសភាពស្អាតហើយមួយធម្មជាតិបាទហើយនេះភ្នំតកកទៀតអ្នកនរគ្នាហិតតែស្អាតជាងនឹងទៀតអើយថានិយាយទៅនឹងនិយាយថាម៉េចទេសភាពក៏ចង់ឲ្យបងប្អូនអ្នកនរគ្នាទៅលេងស្វីសដែរទៅបាទអ្នកនរគ្នាបាទនេះបើសិនយប់អីយើងធ្លាក់ព្រិលហើយបាទហើយក្នុងខែ5ឯអ្នកនរគ្នាណាបាទខ្ញុំទៅនោះក្នុងខែ5ថ្ងៃហ្នឹងខែហ្នឹងដែរហ្នឹងនិយាយទៅមួយឆ្នាំហ្នឹងខ្ញុំកាត់វីដេអូឲ្យអ្នកនរគ្នាបាទគាត់ថាស្អាតមែនតើនេះបាទដើរមកហើយដើរចូលល្អធ្លាក់ពីលើភ្នំបាត់លើអញ្ចឹងគេធ្វើដាក់អីកាន់បាទថ្ងៃនេះដាក់តកកមួយសិនបាទនេះมันឆ្ងាញ់មែនតើអ្នកនរគ្នានេះទឹកសេរ៉ូហ្មងអ្នកនរគ្នាទឹកសេរ៉ូបាទទឹកសេរ៉ូជាលក់មួយតកកហ្នឹងលេងបាទជាតិអ្នកនរគ្នាជាតិមែនតើហ្មងអ្នកនរគ្នាបាទហើយបន្ទាប់ពីយើងបាទហូបហ្នឹងហើយយើងក៏ថតមើលទេសភាពពីលើភ្នំអីចឹងទៅអ្នកនរគ្នាបាទគាត់ថាខ្ពស់មែនតើហើយខាងលើនេះបាទត្រជាក់អ្នកនរគ្នាបាទត្រជាក់បាទក្តៅដែរវិញបើថ្ងៃប៉ុន្តែត្រជាក់បាទហើយមើលព្រិលធ្លាក់ជាប់ជាមួយនឹងដៃមិញអ្នកនរគ្នាហើយនេះក៏ទិដ្ឋភាពចុះមកអ្នកនរគ្នាបាទឃើញស្អាតមែនតើហ្មងវាសម័យគេជ័យដូចក្រាព្រំបាទជាមួយនឹងផ្ទះទៀតបាទហើយនេះក៏ខ្ញុំបានឆ្លៀតចូលមកដល់បាទផ្សារស្វីសអ្នកនរគ្នាបាទទីក្រុងណាបាទក៏បានទិញនាការ
tục thừa nụ sau đi mùi nè nhưng tay tục vẽ bà này tao nè hay tôi làm nào mà căn bật tay phải bà mà ní mong đọp ấy bà mong đọp ấy ở miệng cái tên này tao nè đọp giúp á mà đọp tục mà đọp những tới và dần chọc màu hộp ấy hà về nghiệt này tao nè bà về nghiệt bà những hộp đá mới tham về chạy chọc lên đá hot đá bà này tao nè bà nhân học tốt và hay dân cổ làm lắm dân cổ hạt pran và đá mới càng như cả sự cam này nóng tích này tao nè bà cái đám tách cái tôi này mà này tao nè bà đá display được ấy chắc bà hay của dân CDP đến cái nó mà mưa đang cầm lại này này là cá bà này ở bên switch nữa này tao nè CDP nó bà dân cổ màu thẹn tục lên nước bằng này nhận tới thấy đo HP ngày đi và này và trường chụp kho là cái lục ấy và hãy đặt cà phê ní từ nước miền tây này đó nè order tam một sân hay chạm màu tam một sân được kia màu này đó nè vậy ta nhầm bị này thế rồi kia chui cho đây thế này đó nè bài về toàn mà đó nước máu dương cắt mà đó prang này đó nè bạn đi sạch sạch nơi prang này đó nè và cái thứ hộp về phật ở bên là nghĩa về dục ấy bà hộp chọc ấy bà người ta play đáy này đó nè bà đi cái miền đặt bảo mình nhận tới bà hay ní cái chia bà tuổi file này thôi nè bạn tuổi file này thôi nè score bà tuổi file nó nơi chất bằng bà bằng đi hướng đó bà bằng Paris này thôi nè bà đi bà thì bà em mình tên này thôi nè thì còn Paris ha bà đây bọt đường lại giật quạt chiếng nhá này thôi nè bà bọn tao xong gì một quạt chiếng bà từng sàn Paris ha này thôi nè nó hay đi từng sàn Paris ha bà dân cái thọ đục lên chia đục sau đây chỉ là tam bằng này bà ta style đây này lại tụi file cho lại pro mà tiền này đó ơi người ta tiền tiền em mình tên hay cái dân trên châu màu đỏ xa bà xa bán bà tình bạn tập off này bạn đi Louis version này con này Louis này con này chơi chạy án này nhưng mà bán á bà hay dân cái trong biệt trong thua đầm nào một can tè bên rồi bà sẽ cái đây xong nó đi cái đi một pot này tao này bà ốc con thì bông bông cả chấm này về lìa tạm đan video mới đi mà rồi mỗi bông bông tặng bà bàn tay lên suy từ trong tay ốc con này tao này bye bye